សួស្តីអ្នកគ្នាជួបគ្នាម្ដងទៀតហើយមកកាន់ Grassy 99 ឥឡូវនេះខ្ញុំនឹងបង្ហាញម៉ូតូមួយប្រភេទឲ្យអ្នកទាំងអស់គ្នាបានស្គាល់គឺជាប្រភេទម៉ូតូ Harley Davidson Road Clash ឆ្នាំផលិត 2024 I'm the breadwinner, certified go-getter. Don't compare me to these niggas, cause my bag bigger. I told the hoe to settle down, I ain't your last, nigga. I'm pulling up for a truck like who was that, nigga? I'm running laps, I'm storytelling right, I'm that, nigga. ឥឡូវនេះខ្ញុំនឹងបង្ហាញអំពីគ្រឿងលេងខ្លះៗដែលនឹងត្រៀមបំពាក់នៅលើម៉ូតូឲ្យអ្នកទាំងអស់គ្នាបានស្គាល់យើងនឹងនិយាយរៀបរាប់អំពីផ្នែកខាងមុខមុនមានដូចជា Boom brand Oaklin ដែលសហការជាមួយនឹង Runstock ក៏ដូចជា Caliper ចំនួន3គ្រាប់ដែលគឺជា brand របស់ Behringer ហើយក៏យើងមានបំពាក់ជាមួយនឹងភ្លើងលេង Baja LP6 ចំនួន2គ្រាប់ក៏ដូចជាជើងចាប់ភ្លើងដែលជា brand Runstock ក៏ដូចជា Baja S1 ចំនួន2គូផងដែរហើយជាមួយនឹងប្រភេទស្មាខាងលើក៏ដូចជាស្មាខាងក្រោម brand Runstock ជាមួយនឹងជើងកប៉ែនកាប់ចុះក្រោមក៏ជា brand Runstock ផងដែរហើយយើងនឹងធ្វើការផ្លាស់ប្ដូរផ្នែកដៃខាងលើដែលមានដូចជា brand Cross ដែលយើងឃើញមានមួយឈុតធំមានដូចជាដៃកញ្ចប់ដៃក៏ដូចជាផ្នែកជាមួយនឹងស្មាខាងក្រោមហើយក៏យើងមានការផ្លាស់ប្ដូរជាមួយនឹងខ្សែហ្វ្រាំងជាមួយនឹង brand Guess ចំនួន3សរសៃខាងមុខ2សរសៃក៏ដូចជាខាងក្រោយ1សរសៃផងដែរយើងមកមើលនៅខាងមុខគឺយើងឃើញមានថ្ពាល់ចំហៀនពណ៌ខ្មៅ2គឺធ្វើការផ្លាស់ប្ដូរដែលនៅលើម៉ូតូគឺវាមានភាពស្រឡះក៏ដូចយើងធ្វើផ្លាស់ប្ដូរឲ្យវាមានភាពស្អាតក៏ដូចជាបណ្ឌិតផងដែរតទៅពីម្សិលមិញគឺយើងធ្វើការបានដំឡើងជាមួយនឹងបូមក៏ដូចជាផ្នែកកញ្ចប់ដៃជាមួយនឹងកប៉ែនហ្វ្រាំងខាងមុខរួចរាល់ឥឡូវនេះគឺយើងកំពុងធ្វើការដំឡើងផ្នែកខាងក្រោយជាមួយនឹងកប៉ែនកាប់ចុះក្រោមក៏ដូចជាជាមួយនឹង Caliper Behringer ដែលយើងកំពុងតែត្រៀមនឹងដាក់នៅលើម៉ូតូហើយនេះខ្ញុំនឹងបង្ហាញអំពីគ្រឿងលេងដែលបានផ្លាស់ប្ដូររួចរាល់ហើយឲ្យអ្នកទាំងអស់គ្នាបានឃើញដូចជាទស្សនាមើលថាវាមានសម្រស់មិនដែរអញ្ចឹងយើងឃើញថានៅផ្នែកខាងលើគឺមានការផ្លាស់ប្ដូរជាមួយនឹងប្រភេទដៃលេងក៏ដូចជាកញ្ចប់ដៃ brand Cross ក៏ដូចជាផ្នែកស្មាខាងលើក៏ដូចជាស្មាខាងក្រោមគឺជា brand របស់ Runstock ជាមួយនឹង Boom Upside Down គឺជា model របស់ Oaklin H ជាមួយនឹង Runstock អញ្ចឹងគឺយើងឃើញមានផ្នែកខាងលើគឺមានការផ្លាស់ប្ដូរជាមួយនឹងប្រភេទ Baja Design គឺជាប្រភេទភ្លើង LP6 ចំនួន1គូក៏ដូចជាប្រភេទភ្លើង Fox S1 ចំនួន2គូសម្រាប់ពេលដែលយើងជិះកាត់ភ្លៀងចុះអាប់អីគឺងាយស្រួលក្នុងការប្រើប្រាស់មែនទែនហើយជាមួយនឹងយើងឃើញនៅផ្នែកចំហៀងគឺមាន Caliper ចំនួន1គូគឺជា brand របស់ Behringer ក៏ដូចជាខ្សែចូលហ្វ្រាំងលេងហើយយើងឃើញថានៅផ្នែកកណ្ដាលគឺយើងឃើញមានការផ្លាស់ប្ដូរជាមួយនឹងស៊ីម៉ាំងលេង HPI ក៏ដូចជា Air Filter brand HPI ផងដែរហើយជាមួយនឹងផ្នែកខាងក្រោយគឺយើងឃើញមានការផ្លាស់ប្ដូរជាមួយនឹងបូមប្រភេទ Oaklin ក៏ដូចជាជើង Caliper កាប់ចុះក្រោម brand Runstock ជាមួយនឹង Caliper លេង Behringer ផងដែរហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងការឆែកម៉ូតូក៏ដូចជាចង់យកម៉ូតូយកមកផ្លាស់ប្ដូរ accessory កុំភ្លេចមកកាន់ Grassy ផ្ទាល់ក៏ដូចជាកុំភ្លេច like comment ក៏ដូចជា subscribe channel Grassy 99អូខេអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នាវីដេអូក្រោយ I'm in this bitch popping my shit I'm young and turn I ain't no rapper I like money and I pack